ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំនេះដើរប្រម៉ែប្រមោផ្សាយផ្សំបានបន្លែឡើងមកកញ្ច្រែងគិតថាថ្ងៃនេះចង់ធ្វើនំបញ្ចុកញ៉ាំអញ្ចឹងឥឡូវនេះក៏មកបីទៅសក់បេះត្រួយគេហៅថាត្រួយកទួតចាបេះទៅសក់បេះត្រួយកទួតបេះអីអញ្ចឹងជុំពេញផ្ទះអញ្ចឹងណាបងប្អូនទៅសក់នេះដែរគឺនេះខ្ញុំដាំនៅក្រោយផ្ទះគឺថាយើងដើរបេះបន្លែប្លុកធម្មជាតិជុំវិញផ្ទះរបស់យើងអញ្ចឹងទៅយើងយកធ្វើជាបន្លែលក់ដូចជាធ្វើលបាយនំបញ្ចុកគឺថាអែមមែនតែនឥឡូវនេះខ្ញុំបេះទៅសក់បានមួយកញ្ច្រែងដែរហើយក៏មកបេះទៅយងចេកនៅខាងទៀនផ្ទះទៅយងចេកនេះដែរគឺថាល្អខ្លាំងមែនតែនដោយសារតែវាធំគឺជាទៅយងចេកដំបូងណាបន្ទាប់មកក៏មកកាត់ខ្ជាយយើងដកខ្ជាយនៅខាងក្រោយផ្ទះខ្ជាយនេះដែរគឺនេះខ្ញុំដាំនៅក្នុងបាវស៊ីម៉ងគឺដាំវា2-3ឆ្នាំហើយប៉ុន្តែវាខែភ្លៀងមកគឺវាដុះលាស់មកខ្ចីល្អមែនតែនឥឡូវនេះក៏មកដកមើមវាយកទៅធ្វើជាសម្លនំបញ្ចុកអញ្ចឹងណាគឺគ្រឿងផ្សំគឺអត់មានទៅណាឆ្ងាយទេបងប្អូនគឺថាបេះនៅក្បែរផ្ទះនេះឯងក៏ដូចជាម្ទេសក៏ដូចជាស្លឹកក្រូចស្លឹកអីហ្នឹងគឺថាបេះនៅក្នុងផ្ទះទាំងអស់ឥឡូវនេះក៏មកធ្វើគ្រឿងដើម្បីយើងស្លប្រហើពេលនេះខ្ញុំស្លនេះគឺខ្ញុំថតកាត់ទេបងប្អូនឥឡូវនេះគ្រឿងក្រូចរបស់យើងគឺបានធ្វើរួចរាល់ហើយឥឡូវនេះគឺថាដល់វគ្គឆ្ងាញ់មាត់ហើយបងប្អូនគឺថាចុងភៅហ្នឹងគឺថាដាក់មួយចានមុនគេសិនគឺទំនងខ្លាំងមែនតែនគឺនំបញ្ចុកនេះដែរគឺថាគ្រួសារនេះខ្ញុំគឺចូលចិត្តខ្លាំងមែនតែនគឺកូនវិញក៏ចូលចិត្តចំណែកឯគ្នាខ្ញុំក៏ចូលចិត្តដែរឥឡូវនេះដាក់មួយចានសិនកំពុងតែឃ្លានផងមើល